trong tình nhằmរបស់ផ្អែមហើយឃ្លានខុសប្រក្រតីនេះជាអាការៈប្រហែលជាបងប្អូនអាការៈនៃជំងឺទឹកនោមផ្អែមកំណត់ដំបូងហើយថ្ងៃនេះខ្ញុំបាទចង់ធ្វើការចែករំលែកជូនបងប្អូននៅដំណឹងល្អមួយគឺសម្រាប់អ្នកដែលមានបញ្ហាតបងនោមដដែលក៏ប៉ុន្តែបងប្អូនអត់ដឹងថាតើធ្វើយ៉ាងម៉េចដើម្បីដឹងថាគាត់មានបញ្ហាជំងឺតបងនោមហើយនៅពេលដែលបងប្អូនមានបញ្ហាតបងនោមគាត់តែងតែដឹងថាគាត់ដូចជាពិបាកនោមហ្នឹងហើយខ្ញុំតែងតែទទួលដំណឹងថាបងប្អូនខ្លះគាត់ចុះទៅលើថ្នាក់នោមនៅអ៊ូលអញ្ចឹងណាបាទហើយអញ្ចឹងគាត់អត់ដឹងថាធ្វើយ៉ាងម៉េចទេអ្នកខ្លះក៏គាត់ទទួលទានទឹកច្រើនអញ្ចឹងទៅហើយបញ្ហាតបងនោមដូចយើងបានដឹងស្រាប់ហើយនៅក្នុងរាងកាយរបស់យើងមានដៃមានជើងមានក្បាលហើយមានទាំងអស់នៃរាងកាយពិតជាសំខាន់មែនទេបងប៉ុន្តែសំណួរសួរថាអ្វីដែលសំខាន់ជាងគេអ្វីដែលសំខាន់ជាងគេគឺតបងនោមចឹងបើសិនបងប្អូនមានបញ្ហាតបងនោមដូចជាការរលាកតបងនោមឬក៏បងប្អូនមានការរលាកបង្ហូរនោមឬក៏មានជាតិពុលនៅក្នុងតបងនោមឬក៏រលាកបញ្ហាចំពោះប្រូស្តាតហើយបងប្អូនតែងតែមានអាការៈឲ្យយើងដឹងអញ្ចឹងនៅពេលដែលបងប្អូនមានអាការៈឲ្យយើងដឹងហើយខ្ញុំបាទចង់ធ្វើការលើកទឹកចិត្តនឹងជួនដំណឹងបងប្អូនថាដំណឹងល្អគឺមានតែបងប្អូនសូមទទួលយកការព្យាបាលនេះបាទបងប្អូនគួរតែលះបង់នៅកំណត់យកឃើញថានៅពេលដែលបងប្អូនទៅជួបដុកទ័រជំនាញទីមួយចាយថវិកាច្រើនហើយទីពីរបងប្អូនថានៅពេលដែលបងប្អូនទៅពិនិត្យសុខភាពឬក៏បងប្អូនទៅឆែកសុខភាពយើងនឹងឃើញអាការៈតើជំងឺបងប្អូនធ្ងន់ធ្ងរហើយបងប្អូនមានបុគ្គលិកសេរីបងប្អូនភ័យហើយអ្វីដែលសំខាន់បងប្អូនគាត់ថាអត់ថវិកាច្រើនកំណត់ទាំងអស់នេះសូមមេត្តាលះបង់តំបងនោះមកយើងនិយាយទៅសំតែរាងកាយយើងសំខាន់ជាងគេអស់លេខមួយព្រោះហេតុផលទេមុខងារតំបងនោះវាមានមុខងារសំខាន់សម្រាប់ឆោះជាតិពុលអញ្ចឹងបងប្អូនរកទទួលទានសប្តាហ៍នេះបងប្អូនទាំងប្រឡងទាំងប្រឡុកហើយរហូតដល់ថាពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយបងប្អូនធ្វើការដាច់សៅរ៍ដល់អាទិត្យបាទហើយបងប្អូនបានធ្វើការខែម៉ោងអញ្ចឹងឃើញថាបងប្អូនចេញកម្លាំងធម្មពលរាងកាយច្រើនមកហើយអញ្ចឹងបងប្អូនជាការពិតតែមានអារម្មណ៍ថាអស់កម្លាំងហើយបងប្អូននឿយហត់ហើយជាពិសេសគឺសម្រាប់បងប្អូនជាកសិករក៏ដូចជាបងប្អូនសុភាពរដ្ឋសុភាពនារីដែលគាត់ធ្វើការជាកម្មករសំណង់ក៏ដូចជាជាងសំណង់ជាដើមហើយបងសម្លឹងមើលតែថ្ងៃក្តៅខ្លាំងអញ្ចឹងពន្លឺកម្ដៅនេះធ្វើបងប្អូនចេញយូរខ្លាំងណាស់បាទអញ្ចឹងដល់ពេលបងប្អូនអស់កម្លាំងហើយបងប្អូនចង់បានអ្វីមួយដើម្បីធ្វើការប៉ះប៉ូវឲ្យមានកម្លាំងហើយស្អែកបងប្អូនបន្តការងារទៀតមែនទេអញ្ចឹងបងប្អូនតែជួយចិត្តទទួលទានប្រភពពេជ្រកំប៉ុងដែលយើងឲ្យឈ្មោះថាពេជ្រ7កម្លាំងណាបាទនៅក្នុងភាសាអង់គ្លេសឲ្យឈ្មោះថាប្រភព energy drink អញ្ចឹងដល់ពេលបងប្អូនទទួលពេជ្រ7កម្លាំងញយមកកំប៉ុងពីកំប៉ុងមកកំប៉ុងពីកំប៉ុងទៅហើយបងប្អូនស្រាប់តែមួយរយៈកាលបងប្អូនស្រាប់តែមានបញ្ហាទៅជាអាការៈនោមញឹកហើយបងប្អូនទៅជានោមហើយមានអាការៈសក់គីឡូហើយបងប្អូនតែមានអាការៈស្វាំងភ្នែកឬក៏ថេកធំហើយនឹងមិនត្រឹមតែម្ដងទៀតហើយយប់ឡើងនោមញឹកក៏ប្រកបដីហើយបងប្អូនអត់ស្មានកម្លាំងទេហើយមានអាការៈចម្លែកមួយទៀតនោះហើយបងប្អូនចង់តែញ៉ាំរបស់ផ្អែមហើយឃ្លានខុសប្រក្រតីនេះជាអាការៈប្រហែលជាបងប្អូនអាការៈនៃជំងឺទឹកនោមផ្អែមកំណត់ដំបូងហើយអញ្ចឹងបើសិនបងប្អូនមានបញ្ហាទាំងអស់នេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាគួរមានការស្រូបទទួលយកការព្យាបាលហើយជំរឿនដ៏ល្អបំផុតសម្រាប់បងប្អូននៅលោកស្រីនោះបងប្អូនគួរតែទៅជួបជាមួយដុកទ័រជំនាញដែលលោកមានឯកទេសទៅលើការបញ្ហាតបងនោមនេះបងប្អូនធ្វើការសួរថាតើជំងឺនឹងកើតអីមានបញ្ហាអីហើយទៅការថតមើលឆែកមើលដើម្បីដឹងអាការៈនេះហើយបើសិនបងប្អូនដឹងទី1ខ្ញុំព្យាបាលទាន់ពេលវេលាហើយទី2បងប្អូនប្រើលុយចំគោលដៅហើយទី3បងប្អូនអស់ថវិកាតិចហើយទី4បងប្អូនមិនស្ដាយក្រោយអញ្ចឹងចង់លើកទៅជូនបងប្អូនអ្នកដែលមានបញ្ហាការៈតបងនោមទីទូចសូមមេត្តាសូមទទួលយកព្យាបាលហើយជាមួយនឹងដុកទ័រជំនាញមានប្រសាជាងបងប្អូនប្រាប់ពីអាការៈផលលំបាកលំបិនវេទនារបស់យើងទៅប្រាប់តាមហ្វាម៉ាស៊ីមកផ្សំថ្នាំលេងយូរទៅអាចបងប្អូននិវត្តស្ដាយក្រោយបងប្អូនឃើញសារព័ត៌មានបច្ចុប្បន្ននេះអ្នកដែលលេងឈាមដូរពលានគឺដំណាក់កាលចុងក្រោយហើយអញ្ចឹងបងប្អូនមានបញ្ហាសូមមេត្តាសួរដំណោះស្រាយអរគុណជំរាបលា